នៅក្នុងមេរៀនចិត្តសឹកយើងសិក្សាឲ្យឃើញថាពេលដែលចិត្តកើតឡើងវាមិនមែនមានតែចិត្តតែមួយយ៉ាងទេមានអីគេដទៃដែលកើតជាមួយចិត្តទេបងអារម្មណ៍ កើតជាមួយចិត្តទេ អ្វីដែលកើតជាមួយចិត្តហ្នឹងគឺចេតសិក ចេតសិក ហើយចិត្តសឹកដែលកើតជាមួយចិត្តហ្នឹងមានតិចឬក៏មានច្រើនបងមានច្រើនទៀត មានច្រើនមែនតែនតែសួរថាយើងត្រូវដឹងចិត្តសឹកទាំងអស់បានអប់រំបប្រតិបត្តិបានទេ អត់ទាន់បានទេ បប្រតិបត្តិបានបង បានខ្លះទៀង ចិត្តទៅសម្រាប់ការអប់រំចិត្តតែម្ដងមិនមែនតទៅចេះចិត្តសឹកទាំងអស់ទេណាបងយើងត្រូវស្គាល់អ្វីដែលកំពុងតែកើតឡើងក្នុងចិត្តដូចចិត្តអញ្ចឹងយើងរៀនចិត្តចាំបាច់ចេះចិត្តទាំងអស់បានអប់រំចិត្តបានទេយើងរៀនចិត្តស្គាល់តែកុសលស្គាល់តែអកុសលស្គាល់តែវិបាកដែលជាខាងដើមហ្នឹងបានទេបងស្គាល់តែកាមាវចរៈចិត្ត54ដួងហ្នឹងទៅចង់តែគ្រប់គ្រាន់ណាព្រោះពេលដែលយើងរៀនចិត្តហើយយើងយកមកអប់រំចម្រើនតាមដានសកម្មភាពរបស់ចិត្តថាចិត្តហ្នឹងជាចិត្តអីហើយចិត្តយើងរាល់ថ្ងៃសកម្មភាពហ្នឹងវាដល់មហាកតៈអីដែរ នៅទេព្រះអង្គ វាអត់ដល់ទេតែបើសិនជាយើងអប់រំឲ្យដល់ក៏ល្អដែរតែបើយើងមិនទាន់ដល់យើងតាមដានថាកុសលកើតអកុសលកើតអកុសលកើតកុសលកើតតាមដានសកម្មភាពចិត្តហ្នឹងថាអីដែលកំពុងកើតនៅពេលហ្នឹងចិត្តនៅពេលដែលយើងសង្កេតជាប់នៅក្នុងការប្រព្រឹត្តទៅរបស់ចិត្តសភាពជាចិត្តត្រឹមតែរបស់ដឹងអារម្មណ៍មិនមែនសត្វមិនមែនបុគ្គលហ្នឹងមកប្រកបណាបងវាប្រកបហ្នឹងចង់និយាយថាវាមានសភាពមួយច្បាស់តែម្ដងណាយើងរៀនយើងអាចសង្កេតបានដែរគឺថាយ៉ាងណាបងពេលដែលគ្រូបង្រៀនថាចិត្តគឺជាធម៌មួយយ៉ាងដែលដឹងនៅអារម្មណ៍អញ្ចឹងកំពុងតែដឹងនៅអារម្មណ៍គឺជាអីបង គឺជាចិត្តទេ អញ្ចឹងអ្វីដែលដឹងនៅអារម្មណ៍ហ្នឹងគឺជាចិត្តអាចដឹងបានអាចយកបានណាបងជាយើងឬក៏ជាចិត្តដឹងអារម្មណ៍ហ្នឹង ណាជាចិត្ត ទេទេ ត្រឹមតែជាចិត្តដែលដឹងអារម្មណ៍ទេមិនមែនជាយើងមិនមែនជាសត្វមិនមែនជាបុគ្គលទេក៏ប៉ុន្តែនៅពេលដែលយើងតាមដានសកម្មភាពចិត្តនឹងជាប់រហូតសភាពដែលត្រឹមតែជាចិត្តមិនមែនជាយើងនឹងប្រកបដល់បញ្ញាបានតែម្ដងណាបងវាមិនមែនមករៀនហ្នឹងណាវាកើតដល់បញ្ញាដែលយើងអាចហៅថានាមរូបបរិច្ឆេទញ្ញាណញាណដែលអាចកំណត់ឃើញថានេះគឺជារូបនេះគឺជានាមយ៉ាងពិតប្រាកដមិនមែនកើតអំពីការអន្ទិញការរៀនហ្នឹងទេបញ្ញាហ្នឹងឃើញចឹងបានតែម្ដងអញ្ចឹងនៅពេលដែលមានចិត្តដែលដឹងអារម្មណ៍កើតឡើងចិត្តកើតជាមួយនឹងចិត្តសឹកឬក៏ថាវិញ្ញាណខណ្ឌកើតជាមួយនឹងវេទនាខណ្ឌសញ្ញាខណ្ឌសង្ខារខណ្ឌហើយវិញ្ញាណខណ្ឌចិត្តត្រូវហ៎បងខ្ញុំធ្លាប់ឮវិញ្ញាណខណ្ឌណា អបទាន ហេតុអីបានជាចិត្តហ្នឹងយើងឲ្យឈ្មោះថាវិញ្ញាណពាក្យថាវិញ្ញាណប្រែថាជាធម៌ដឹងអារម្មណ៍ចឹងណាបងអញ្ចឹងវិញ្ញាណប្រែថាជាធម៌ដឹងនៅអារម្មណ៍ចិត្តហ្នឹងក៏ដឹងដែរគិតនៅអារម្មណ៍ដែរគ្រាន់តែប្រើភាសាខុសគ្នាវិញ្ញាណខណ្ឌសំដៅដល់ជាគំនោចិត្តជាពួកចិត្តជាកងចិត្តព្រោះចិត្តច្រើនកើតហើយរលត់កើតឡើងហើយរលត់នៅក្នុងអនត្តលក្ខណៈសូត្រព្រះអង្គសម្ដែងថាយ៉ាងកេញជាវិញ្ញាណังអតីតានាគតបច្ចុប្បន្នังអច្ឆតាំងវាបហិទ្ធិវេអលចិត្តឯណាដែលជាអតីតជាអនាគតជាបច្ចុប្បន្នជាខាងក្រៅជាខាងក្នុងណាចិត្តទាំងអស់ហ្នឹងត្រឹមតែជាចិត្តប៉ុណ្្នឹងឯងហើយពេលដែលចិត្តកើតចិត្តសឹកកើតវេទនាសុខនិងទុក្ខក៏ពិតបើយើងអត់រៀនអភិធម្មចែកអត់ដែរចឹងណាបង
Vì sọc nó như tha chất nè sọc. Trời ấy. cái nào Về tình nhiên nè sọc rồi có chất nè sọc. Chất nè sọc. chất nè sọc tiền Về tình nhiên nè sọc. Mà chừng ạch bàn riêng á. Bây giờ ọt bàn riêng về tình chất nè sọc rồi. Cái này. Rồi có mán đăng thấy chất nè sọc thì phải thật nhóm sọc sơ bài. Than chẳng bàn đáy. Chắc rừng. cái ná vì môn vô chẳng con chẳng តែយើងរៀនអភិធម្មទៅនឹងកាត់បញ្ញាថាអូកំពុងតែសុខកំពុងតែសប្បាយកើតឡើងនេះវាមានធម៌មួយដែលធ្វើកិច្ចទូនាទីសោយសុខសោយសប្បាយនឹងវេទនាចិត្តសិកតែវេទនានេះមិនមែនសោយតែសុខតែមួយយ៉ាងទេកំពុងតែទុក្ខកំពុងតែលំបាកអីគេវេទនាចិត្តសិកដែរចឹងណាបងចឹងទូនាទីវេទនានេះសោយទាំងសុខសោយទាំងទុក្ខទុក្ខក៏វេទនាសុខក៏វេទនា អ្វីដែលកំពុងតែទទួលរសជាតិរបស់អារម្មណ៍ទាំងសុខទាំងទុក្ខទាំងមិនសុខទាំងមិនទុក្ខវាជាវេទនាតែសួរថាវេទនាត្រូវតែកើតអាស្រ័យចិត្តទេមានវេទនាណាកើតប្រះចាក់ពីចិត្តទេ អត់ទេទៀន វាកើតទៅជាមួយចិត្តហ្នឹងឯងអញ្ចឹងបញ្ញាយើងត្រូវរៀនឲ្យស្គាល់ថាអូការពិតខណៈដែលកំពុងតែគិតកំពុងតែដឹងអារម្មណ៍ពេលនេះ កំពុងតែដឹងគឺជាចិត្តកំពុងតែសោយសុខកំពុងតែសោយទុក្ខជាវេទនាចឹងណាបងចែកឲ្យដាច់បញ្ញាយើងចែកដាច់បានណាបងពេលដែលចិត្តយើងស្ងប់ចិត្តយើងមានសមាធិចិត្តយើងស្អាតចិត្តយើងបរិសុទ្ធហ្នឹងអាចទៅកំណត់ឃើញចិត្តនឹងផ្សេងវេទនានឹងផ្សេងតែដល់ពេលឥឡូវយើងអាចរៀនឲ្យយល់សិនអត់តណាបងរៀនឲ្យយល់សិនតើអូមានវេទនាយ៉ាងដែរ ហើយវេទនាសញ្ញាចាំអារម្មណ៍យ៉ាងទៅអញ្ចឹងតកតងនឹងចិត្តសឹកទាំងអស់ហ្នឹងទូនាទីឬក៏ថាលក្ខណៈសាធារណៈលក្ខណៈទូទៅមានអីគេខ្លះក៏ចិត្តសឹក52លក្ខណៈដែលដូចគ្នាណាដូចយើងអញ្ចឹងណាបើខ្មែរដូចគ្នាហ៎ កណាលោកចាគ្រូខ្ញុំកណាសូមឱកាសឆ្លើយនៅសំណួរលោកចាគ្រូចេតសិកនឹងមានលក្ខណៈ4យ៉ាងទី1កើតឡើងជាមួយចិត្តទី2លុតទៅវិញជាមួយចិត្តមានវត្ថុតែមួយជាមួយនឹងចិត្តនឹងមួយទៀតមានអារម្មណ៍តែមួយអារម្មណ៍តែមួយជាមួយចិត្តមានអារម្មណ៍តែមួយជាមួយចិត្តខាងធំបាទខាងទៀតសាធុសាធុ ចឹងថ្មលើកតួយ៉ាងចុះឧទាហរណ៍ថាកំពុងតែលើសំឡេងពេលហ្នឹងចិត្តកំពុងលើសំឡេងណាបើកំពុងលើសំឡេងចិត្តកំពុងលើសំឡេងនោះចុះតែសួរថាពេលដែលចិត្តកំពុងលើសំឡេងកើតឡើងវេទនាកើតជាមួយទេមានវេទនាកើតជាមួយវេទនាកើតមានវេទនាកើតជាមួយដែរសូម្បីតែពេលខ្លះយើងគិតថាដូចអត់វេទនាអត់វេទនាដោយសារវាជាឧបេក្ខាវាអត់ប្រកបច្បាស់អញ្ចឹងក៏កាពិតមានវេទនាចិត្តឃើញនៅរូបវេទនាក៏សោយនៅរូបនឹងដូចគ្នាដែរទេកើតជាមួយគ្នាពេលដែលចិត្តនឹងរលត់ទៅភ្លាមវេទនាតាំងនៅតឯអត់ទេរលត់អត់ទេតែយើងអត់បានឃើញខណៈចិត្តអញ្ចឹងហ៎បងរងថ្ងៃនោះដូចថាយើងចាញ់បោកចិត្តហេតុអីបាននិយាយយើងថាចាញ់បោកព្រះអង្គសម្ដែងសភាពចិត្តឲ្យកើតហើយរលត់កើតឡើងហើយរលត់តគ្នាទៅយើងអត់ឃើញសភាពដែលកើតរលត់ហ្នឹងឯងយើងគិតថាចិត្តដូចកើតហើយដូចមិនទៅណាខ្ញុំលឺហ្នឹងទៅផុតពីលឺទៅខ្ញុំឃើញរូបទៅហើយខ្ញុំគិតរឿងនេះគិតរឿងនោះទៅអញ្ចឹងដូចវាជាប់តគ្នារហូតដែរប៉ុន្តែដូចគ្មានឃើញរលត់ទៅណាផងវាតែមួយហ្នឹងមានអារម្មណ៍តែមួយហ៎បងកណាទៀតវាកើតរលត់លឿនអញ្ចឹងវាកើតរលត់លឿនលះហ่ะព្រះអង្គសម្ដែងថាពុទ្ធអតិចបញ្ធុនីមានផៅពងនៅព្រះអាទិត្យព្រះអង្គសម្ដែងថាចិត្តហ្នឹងដូចជាកលនិយា
có là mày dê rồi có thằng nhẹ sầm đánh có mày dê năng tay mà đồng nhân dân thao khơi cái lên lên pa hay lên xịa lên ấy phải chọc này giờ ấy ធ្លាប់ vì ឃើញ cả hết rồi có bảo ឃើ phải ញធ្លាប់ឃើញតាមចេះគ្រូកាលណា bộ គ្មាន lên pa hay lên xịa nó báo cái rồi có bật គេបោ គេបោ cái bảo cái đó trên chat bảo xây cái là បើនៅពីក្មេង trên ចូល phố ចិត្តមើល cái bật cái tháo chụp chụp ở trên phố cái bật cái đặt phố tiền mấy cái đặt phố sau nó miền này chụp trên phố về về thầy dân cái đầu chờ thừa thầy dập phố cái thứ mà bảo vùng cái chợ thì chắc khơi câu môi đâu hả cái này pro rồi tại mẹ bà hi nó cái thai chỉ mới nâng thơ không nên pro này ở khai chia sẻ nằm câu nó vô thức chưa tam đan mà được khai chia sẻ mình tên cái du du lụa thằng nam chóc ó cầm thì cái chợ bà này mình bắt đầu cái ao dương nơi tam đan thì lụa thằng nam ở tổ ta lấy đôi lên miền bà hi lên miền ấy ở hải ជឿហើយ đó ជឿអស់ហើយ cái lên tranh bao bà hi ở hải lụa lên đánh rồi ប៉ាហ៊ីប៉ិនបោកគេពេកគេលែងមើល ហ្នឹងហើយចង់និយាយសភាពនៃចិត្តហ្នឹងវាកាត់តគ្នារហូតថាដូចជាបន្តរឿងរ៉ាវជាប់គ្នាអញ្ចឹងខ្ញុំឃើញធ្លាប់យកធូកឯបើធូកនៅពេលដែលយប់យើងបិទភ្លើងទៅយើងក៏វាធូកទៅហាក់បីដូចជាមានខ្សែមួយអញ្ចឹងចេញជារូបរាងណា ដូចជាកងអញ្ចឹងចាស់គ្រូ ហ្នឹងហើយដូចជាកងដូចជាអីអញ្ចឹងទៅការពិតមកពីវាលឿនលះហះពេកហ៎បើ កណា កណា ទៀត ចាយើងនិយាយលឿនទៅឃើញ ហ្នឹងហើយក ងមួយលឿន ហ្នឹងហើយការពិតមានកងហ៎មានតែធូបពណ៌នៅចុងតិចហ្នឹងតែយើងវិលទៅអស់អាចារ្យវាបាត់ទៅអស់ហើយតែដល់ពេលវាលឿនទៅវាបោកភ្នែកយើងដែរ កើតបដិញតគ្នាគុណចាស់ ចិត្តយើងក៏បដិញតគ្នាដែរបើចិត្តមួយកើតចិត្តមួយអលត់ចិត្តមួយកើតចិត្តមួយអលត់រហូតដល់ថាយើងចែកចិត្តហ្នឹងអត់ដាច់ពីគ្នាទេតែដល់ពេលយើងមករៀនអភិធម្មនេះយើងដឹងថាអូខណៈដែលឃើញរូបខណៈចិត្តមួយហើយខណៈឮសំឡេងចិត្តផ្សេងហ៎ អាផ្សេង ចិត្តផ្សេងហើយពេលណាដែលឃើញរូបកាន់អកុសលខណៈឃើញរូបហើយនឹងអកុសលចិត្តជាមួយគ្នាអត់ អត់ទេចិត្តផ្សេង ទេផ្សេងគ្នាដែរចាបើព្រោះចក្ខុវិញ្ញាណវាជាវិបាកអកុសលវិបាកកុសលវិបាកអីចឹងទៅចាថ្ងៃនេះរំលឹកមេរៀនចាស់ច្រើនអញ្ចឹងលក្ខណៈ4យ៉ាងដូចគ្នារបស់ចេតសិកកើតក៏ជាមួយចិត្តលុតទៅវិញក៏ជាមួយចិត្តបើចិត្តឃើញរូបវេទនាក៏ដឹងនៅរូបជាមួយគ្នាដែរបើចិត្តដឹងនៅសំឡេងវេទនាត្រូវដឹងអី សំឡេងដែរ ដឹងសំឡេងអញ្ចឹងណាដូចថាកំពុងតែមើលអក្សរចិត្តឃើញនៅអក្សរវេទនាទៅធ្វើអីដឹងអក្សរទៅជាមួយគ្នាស្អីទេបង ណាទី តែគ្រាន់តែវេទនាអាពេលឃើញអក្សរអានអក្សរហ្នឹងវេទនាហ្នឹងដូចធ្វើកិច្ចអត់សូវច្បាស់ដែរតែអញ្ចឹងហ៎បងតទៅពេលសប្បាយចិត្តតែមកបានអូសមមនោសប្បាយចិត្តហើយមិនឃើញថាអូអាហ្នឹងវេទនាចេញមកមួយទៀតលក្ខណៈពិសេសរបស់សភាវធម៌ហ្នឹងវិញម្ដងឧទាហរណ៍អីគេថាបងលោកសំដែងផាសៈនេះលក្ខណៈ4យ៉ាងដូចបញ្យល់ហើយណាបងថ្ងៃមុន គេលើកចាស់ បញ្យល់ហើយ ដល់ អញ្ចឹងដល់ណាវិញ100តោះឥឡូវបញ្យល់តនេះបន្តិចចុះតែតនេះដូចរៀងជ្រៅបន្តិចតែអាត្មានឹងសង្ខេបសេចក្តីឲ្យហ្មងអាត្មាបញ្យល់តែហ្មងទៅសួរថាឈ្មោះថាចេតសិកត្រូវតែមានលក្ខណៈគ្រប់ទាំង4ទេប្រសិនបើមានតែ2មានតែ3មិនគ្រប់ទាំង4តើមិនឈ្មោះថាជាចេតសិកទេឬខ្ញុំគិតថាម៉េចតើតកើតជាមួយគ្នាលុតជាមួយគ្នាដឹងអារម្មណ៍ជាមួយគ្នាមានវត្ថុជាមួយគ្នាទៅចេតសិកឬក៏ខ្វះ1ខ្វះ2ខ្វះ3បានដែរ
Qua អត់ ban បានទេ អត់បានទេទៀត បាទអញ្ចឹងន័យដំបូងជាឆ្លើយថាម៉េចពិតមែនចេតសិកហ្នឹងត្រូវតែមានលក្ខណៈគ្រប់ទាំង4ក្នុងបញ្ចវោការភពអញ្ចឹងនៅក្នុងភពភូមិយើងអីនេះចេតសិកគឺត្រូវតែមានលក្ខណៈ4ដាច់ខាតតែម្ដងអត់អាចខ្វះមួយទេដើម្បីអីដើម្បីសម្ដែងលក្ខណៈទាំង4ហ្នឹងនេះចង់បញ្ជាក់ថាចេះរូបដែលកើតអំពីចិត្តរូបកើតអំពីចិត្តកើតដំណើរគ្នាជាមួយចិត្តទេ កណាការដំណើរគ្នា អញ្ចឹងមិនថ្មលោកពោលថាម៉េចរូបដែលកើតពីចិត្តមានចិត្តជាសមុទ្ឋានក៏មានការកើតឡើងព្រមគ្នាជាមួយចិត្តប្រសិនបើសភាវៈធម៌នឹងបានឈ្មោះថាជាចេតសិកត្រឹមតែកើតគ្នាព្រមគ្នាជាមួយនឹងចិត្តរូបដែលកើតពីចិត្តក៏ឈ្មោះថាជាចេតសិកដែរអញ្ចឹងណាបងអញ្ចឹងបើសិនជាយកត្រឹមកើតជាមួយគ្នារូបក៏កើតជាមួយគ្នាដែរតែនៅក្នុងទីនេះចេតសិកមិនមែនត្រឹមតែកើតជាមួយគ្នាទេត្រូវតែអីបងរលត់ជាមួយគ្នាទៀតមានទីអាស្រ័យ អញ្ចឹងបានលោកពុទ្ធមិត្តដើម្បីហាមសេចក្តីសម្គាល់ថារូបហ្នឹងក៏ជាចេតសិកទើបព្រះអនុរុទ្ធិចាបន្ថែមទៀតថាម៉េចរលត់ទៅក៏ជាមួយចិត្តដែរអញ្ចឹងណារលត់ទៅជាមួយចិត្តនេះចង់បញ្ជាក់ថារូបដែលកើតពីចិត្តកើតព្រមគ្នាជាមួយនឹងចិត្តក៏ប៉ុន្តែរលត់ទៅក្រោយពីចិត្តណាចិត្តបានគ្រប់17ខណៈបានរូបរលត់ទៅម្ដងណាបងណាទៀត ហើយលោកទាញហេតុផលមួយទៀតថាចុះបើសិនជានិយាយអំពីលក្ខណៈទៅពីរយ៉ាងវិញ្ញាតរូបវិញម្ដងកាយវិញ្ញាតឬក៏វចីវិញ្ញាតកាយវិញ្ញាតវចីវិញ្ញាតកើតជាមួយគ្នាហើយរលត់ទៅព្រមជាមួយនឹងចិត្តបានទៀតខ្ញុំស្គាល់កាយវិញ្ញាតវចីវិញ្ញាតទេសំឡេងដែលលន់ឮឡើងកាយវិការណាបងស្គាល់កាយវិញ្ញាតអញ្ចឹងសំឡេងដែលលន់ឮឡើងហើយនឹងកាយវិការនឹងកើតជាមួយចិត្តហើយរលត់ទៅក៏ជាមួយចិត្តដែរដំណើរគ្នាតែហ្មងណាបងសំឡេងណាកណ្ដាលហ្នឹងហើយការនិយាយស្ដីអីហ្នឹងនិយាយគ្នាលើឡើងហ្នឹងកើតជាមួយចិត្តរលត់ទៅជាមួយនឹងចិត្តមានហេតុពីរណាមានពីរ ហេតុពីរតែហេតុពីរឈ្មោះថាជាចេតសិកអត់មិនតាន់ឈ្មោះថាជាចេតសិកទេអញ្ចឹងវិញ្ញាតរូបកើតជាមួយគ្នារលត់ទៅជាមួយគ្នាមិនជាចេតសិកទេដើម្បីហាមថាកើតជាមួយគ្នារលត់ទៅជាមួយគ្នាជាចេតសិកព្រះនរោត្តបន្ថែមពាក្យមួយទៀតថាម៉េចដឹងអារម្មណ៍ជាមួយនឹងចិត្តឬក៏មានអារម្មណ៍ទៅជាមួយនឹងចិត្តនេះពាក្យហ្នឹងគឺហាមវិញ្ញាតរូបច្បាស់ចាស់តែម្ដងចាំបញ្ជាក់ថាវិញ្ញាតរូបកើតជាមួយនឹងចិត្តរលត់ទៅជាមួយនឹងចិត្តតែមិនមានកិច្ចដឹងនៅអារម្មណ៍ទេតោះណាបងវិញ្ញាតរូបកើតជាមួយចិត្តរលត់ទៅជាមួយចិត្តតែរូបដឹងអារម្មណ៍បានទេអត់បានទេ ទេ ក៏មានអារម្មណ៍តែមួយជាមួយចិត្តទៀតត្រូវតែមានអារម្មណ៍ជាមួយនឹងចិត្តហ្នឹងទៅទៀតហើយលើសពីហ្នឹងទៅទៀតត្រូវអីបងមានវត្ថុជាមួយនឹងចិត្តតើឥឡូវអានវត្ថុជាមួយនឹងចិត្តនេះលោកបញ្ជាក់ថាម៉េចជាការពោលដល់លក្ខណៈពិសេសរបស់ចេតសិកដែលកើតនៅក្នុងបញ្ចវោការភូមិប៉ុណ្ណោះឥឡូវមានន័យថាម៉េចសុំអានបន្តិចមកបងខ្ញុំអានចំណុចហ្នឹងសូមឱកាសលោកចាស់គ្រូអញ្ចឹងខ្ញុំណាលក្ខណៈពិសេសរបស់ចេតសិកដែលប្រកបក្នុងចិត្តដែលកើតឡើងក្នុងបញ្ចវោការភូមិដែលមានខណ្ឌ5ប៉ុណ្ណោះព្រោះថាចិត្តដែលកើតឡើងក្នុងបញ្ចវោការភូមិរមែងជាចិត្តដែលអាស្រ័យវត្ថុកើតឡើងក្នុងបណ្ដាវត្ថុ6មានចក្ខុវត្ថុជាដើមនោះចិត្តអាស្រ័យវត្ថុណាកើតឡើងចេតសិកដែលប្រកបក្នុងចិត្តនោះក៏អាស្រ័យវត្ថុនោះកើតឡើងចំណែកចេតសិកដែលប្រកបក្នុងចិត្តដែលកើតឡើងក្នុងចតុវោការភូមិដែលមានខណ្ឌ4វារូបខណ្ឌគឺអរូបភូមិនោះឯង
មិនមានលក្ខណៈទី4នេះឡើយព្រោះចិត្តក្នុងអរូបភូមិមិនបានអាស្រ័យរូបកើតឡើងព្រោះថាវត្ថុទាំង6នោះជារូបធម៌រមែងមិនមានក្នុងចតុវោការភូមិឡើយសរុបសេចក្តីថាចេតសិកដែលកើតរួមជាមួយចិត្តក្នុងបញ្ចវោការភូមិមានលក្ខណៈគ្រប់ទាំង4យ៉ាងចំណែកចេតសិកដែលកើតរួមជាមួយចិត្តក្នុងចតុវោការភូមិមានលក្ខណៈ3យ៉ាងពាក្យពោលតាក់ទងនឹងឯកវោការភូមិដែលមានខណ្ឌមួយគឺរូបខណ្ឌបានដល់អសញ្ញ័យសត្វភូមិមិនមានឡើយព្រោះជាភូមិដែលមានតែរូបធម៌តែម្យ៉ាងមិនមាននាមមិនមែននាមធម៌មិនមាននាមធម៌ឡើយដោយប្រការទាំងពួងសរុបមកចេតសិកត្រូវមានលក្ខណៈ4យ៉ាងឬ3យ៉ាងតិចតាមសមគួរដល់ភូមិប៉ុណ្ណឹងឯតទៀតអង្គចាស់គ្រូ ប៉ុណ្ណឹងសិនចាស់បង ណាអរ អ គុណ ញ្ចឹងស្មាសរុបសេចក្តីមកចិត្តសឹកមានលក្ខណៈ3មិញណាបើលោកថាយ៉ាងតិចក៏3ដែរ4នេះចង់និយាយថាបើសិនជាក្នុងអរូបភពកើតមានរូបរាងហ៎បើ អត់ទេទេ អត់មានទេ បើអត់មានរូបរាងផងសូម្បីតែរូបរាងអត់មានផងមានភ្នែកហ៎មានតិចមានច្រមុះមានដាតមានកាយអត់ អត់ទេ មានទេ មានទេ ទាំងអស់អញ្ចឹងបើអត់ភ្នែកផងចក្ខុវិញ្ញាណសោតវិញ្ញាណឃានវិញ្ញាណជីវវិញ្ញាណមានបានអត់អត់ អ ទេ ត់បាន ទេទៀត អត់បានហ្មងមានចិត្តដែលដឹងអារម្មណ៍កុសលកើតបានអត់បានតែកុសលហ្នឹងអាស្រ័យបេះដូងទៀតទេ អត់ទេចាស់គ្រូ អត់ទេជឿមើលកុសលយើងធម្មតាកើតនៅអាស្រ័យអីបង អាស្រ័យ បេះដូងទេ អាស្រ័យឈាមបេះដូងហ្នឹងទៅតែពួកព្រំហ្នឹងអត់មានបេះដូងហ្នឹងទៅទៀតបើអត់រូបកាយក៏មានបានណាបេះដូងណាបង កណាទៀន ហ្នឹងហើយអញ្ចឹងលោកចង់បញ្ជាក់ទៅនឹងថាចិត្តនិងចេតសិកគឺកើតរួមគ្នាលត់ទៅជាមួយគ្នាដឹងអារម្មណ៍ជាមួយគ្នាអាស្រ័យវត្ថុជាមួយគ្នាពាក្យថាអាស្រ័យវត្ថុហ្នឹងគឺសម្រាប់តែបញ្ចវោការភូមិទេព្រោះបញ្ចវោការភូមិមានរូបកាយបើចតុវោការភូមិឬក៏អរូបភូមិហ្នឹងអត់មានកាយអញ្ចឹងគឺអត់ចាំបាច់អាស្រ័យហត្ថយវត្ថុឬក៏អីទេចឹងណាសរុបសេចក្តីប៉ុណ្ណឹងឥឡូវចូលដល់ចិត្តសឹកចែកចេញជាប្រមាណពួកធំទី1គឺណាព្រះអនុរុទ្ធិចារ្យលុះសម្ដែងលក្ខណៈទូទៅរបស់ចិត្តសឹកហើយបន្ទាប់មកក៏បំណងសម្ដែងចិត្តសឹកទាំងឡាយដោយចែកចេញជា3ពួកទី1អញ្ញសមានាចិត្តសឹកពួក2អកុសលចិត្តសឹកទី3សោភនចិត្តសឹកនិងសម្ដែងសម្បយោគណីចិត្តចិត្តសឹកនោះប្រកបជាមួយចិត្តដួងណាបានខ្លះចំនួនប្រមាណសង្ឃហន័យគឺរួបរวมចំនួនចិត្តសឹកដែលកើតក្នុងចិត្តមួយដួងមួយដួងណាអញ្ចឹងទៅសម្ដែងដូចតទៅនេះឥឡូវទៅមើលអញ្ញសមានាចិត្តសឹកអានតិចទៅបងសូមម្នាក់អាន ក្នុងគណៈទានអញ្ញសមានាចេតសិកគឺអ្វីខ្លះគឺចេតសិក7យ៉ាងយ៉ាងនេះគឺមានផាសៈ1វេទនា1សញ្ញា1ចេតនា1ឯកកតា1ជីវតិន្ទ្រី1មនសិការៈ1ឈ្មោះថាសព្វចិត្តសាធារណៈចេតសិកចេតសិក6យ៉ាងនេះគឺវិតកៈ1វិចារៈ1អធិមោខៈ1វិរិយៈ1បៃតេ1ឆន្ទៈ1ឈ្មោះថាបកណកៈចេតសិកអធិប្បាយពាក្យថាអ្វីខ្លះជាកថេតោកម្មជាកថេតោកម្មតាបច្ឆាពាក្យសួរដែលតាំងឡើងដើម្បីឆ្លើយខ្លួនឯងសួរដល់សភាវៈព្រមទាំងអាការៈដែលប្រកបរួមគ្នាការសួរមាន5យ៉ាងគឺ1អតិថ
ជោតនាបច្ឆាសួរដើម្បីឲ្យជាក់ច្បាស់នៅវត្ថុដែលខ្លួនមិនទាន់ជ្រាបច្បាស់ 2. ទិដ្ឋៈសំសតនាបច្ឆាសួរដើម្បីផ្ទៀងផ្ទាត់នៅអ្វីដែលខ្លួនជ្រាបហើយជាអ្នកចេះដឹងដទៃទៀត 3. វិមតិឆេតនាបច្ឆាសួរដើម្បីបន្ទោបងសេចក្តីសង្ស័យដែលនៅសង្ស័យក្នុងចិត្ត អនុមតិបច្ឆាសួរដើម្បីការយល់ស្របតាម 5. កថេតកម្មយតាបច្ឆាការសួរដើម្បីឆ្លើយខ្លួនឯងក្នុងទីនេះជាកថេតកម្មយតាបច្ឆា អធិប្បាយចិត្តសាធារណចេតសិកទាំង 7 ភាសៈពាក្យថាភាសៈមានវចនៈថាផោសតិតិភាសោប្រែថាសភាវធម៌ឈ្មោះថាភាសៈព្រោះអត្ថាប៉ះខ្ទប់ភាសៈនោះមានការប៉ះខ្ទប់អារម្មណ៍ជាលក្ខណៈមែនពិតភាសៈនេះសំបីជានាមធម៌ក៏រមែងប្រព្រឹត្តទៅដោយអាការៈដែលប៉ះខ្ទប់អារម្មណ៍ដោយអារម្មណ៍នោះឯងការប្រព្រឹត្តទៅដោយអាការៈដែលប៉ះខ្ទប់អារម្មណ៍នៃភាសៈនោះគប្បីជ្រាបថាដូចមនុស្សម្នាក់ឃើញមនុស្សម្នាក់ទៀតបរិភោគរបស់ជូរហើយក៏ស្រក់ទឹកមាត់ដូចនេះទាំងដែលរបស់ជូរនោះមិនបានមកប៉ះខ្ទប់និងប៉ះដល់អណ្ដាតរបស់ខ្លួនក៏ដោយម្យ៉ាងទៀតអរគុណទៀតចឹងនៅនេះចឹងរៀនពីអញ្ញសមាណាចេតសិក13ញោមទិញឲ្យចាំអត់ទេបងទី1ភាសៈ2វេទនាសញ្ញាចេតនាឯកកតាជីវិតន្ត្រីមនសិការៈ 7ហ្នឹងលោកឲ្យឈ្មោះថាម៉េចបងសពៈចិត្តសាធារណចេតសិកយើងប្រែខ្មែរមកថាជាចេតសិកដែលទូទៅដល់ចិត្តទាំងអស់ទូទៅដល់ចិត្តទាំងអស់មានន័យថាម៉េចចិត្តទាំងអស់ត្រូវតែមានចេតសិកនឹងប្រកបជាមួយហ៎ត្រូវតែមានទៀនកណាទៀនកើតគ្រប់ចិត្តត្រូវតែមានចិត្តណាអត់វេទនាកើតទេណាអត់ទេអញ្ចឹង7ហ្នឹងបានលោកដាក់ឈ្មោះថាសពៈចិត្តសាធារណចេតសិកចិត្តសិក6ទៀតគឺវិតកៈវិចារៈអធិមោខៈវិរិយៈបៃតិឆន្ទៈអញ្ចឹងនៅក្នុងចិត្តសិកទាំង6នេះខ្ញុំរៀនបានអីគេខ្លះបងវិតកៈណាបងវិតកៈស្គាល់ច្បាស់ហើយវិចារៈ2ទី3អធិមោខៈអធិមោខៈច្បាស់ដែរបើឆាទី1ដល់និយាយរឿងអធិមោខៈហ៎អធិមោខៈការគិតទប់ចឹងនិយាយថាយើងតពីភាគ1ណាបងវិតកៈមិននិយាយរឿងអង្គឈានណាចង់និយាយរឿងវិតកៈវិចារៈអូថែមនេះទៀតថែមបៃតិទៀតណាទៀតចាំវិរិយៈឆន្ទៈអធិមោខៈទៀតអញ្ចឹង6ហ្នឹងឲ្យឈ្មោះថាបកិណកៈតើបកិណកៈមានន័យថាម៉េចបងបកិណកៈហ្នឹងមានន័យថាវាចម្រោះវាដូចថាមិនរើសទីតាំងណាបងយើងមិនមែនគ្រប់តែចិត្តនោះកើតខ្លះទៅចិត្តនេះកើតខ្លះទៅហ្នឹងឲ្យឈ្មោះថាបកិណកៈតែមុននឹងលោកបកស្រាយលោកផ្ដើមអំពីបើអីគេបើណាព្រោះតែចិត្តសិកគឺអ្វីខ្លះឃើញពាក្យសួរទេបើគឺអ្វីខ្លះអញ្ចឹងលោកចង់បញ្ជាក់ពាក្យសួរថាគឺអ្វីខ្លះនៅក្នុងបរិយាយពធឲ្យតែពាក្យសួរវាមានហេតុ5យ៉ាងតើពាក្យសួរហ្នឹងសួរចូលទៅក្នុងមួយណាទី1អតិដ្ឋៈអត់ដឹងខ្លួនអត់ដឹងសួរហ៎បងកណាអត់ដឹងសួរអត់ដឹងសួរក៏មានដែរទី2ទិដ្ឋៈសង្សន្តនីបច្ឆាសួរដើម្បីផ្ទៀងផ្ទាត់គ្នាទៅវិញទៅមកចឹងណាបងសួរទៅវិញទៅមកមួយណាត្រូវមួយណាខុសអីចឹងទៅយើងជជែកគ្នាទៅអាហ្នឹងឈ្មោះថាទិដ្ឋៈឃើញដែរដឹងដែរតែ
ចង់បញ្ជាក់បន្ថែមទី3វិមតិចេតនាបច្ឆាសពិចសពិលត្រូវកាត់សេចក្តីសង្ស័យធ្វើអីបើសង្ស័យសាកសួរទី4អនុមតិនេះគឺយើងដឹងចម្លើយច្បាស់ហើយសួរហើយអ្នកដទៃចាំតែឆ្លើយមែនឬមិនមែនតែប៉ុណ្្នឹងហើយចឹងណាអាហ្នឹងយើងឲ្យឈ្មោះថាអនុមតិបច្ឆាចុងក្រោយកថេតុកម្មយតាបច្ឆាសួរដើម្បីឆ្លើយខ្លួនឯងអញ្ចឹងព្រះអនុរុទ្ធេចាលោកសួរលោកឆ្លើយខ្លួនឯងឬក៏ឲ្យគេឆ្លើយឆ្លើយខ្លួនឯងឆ្លើយខ្លួនឯងអញ្ចឹងសំណួររបស់លោកជាប្រភេទណបច្ឆាកថេតុកម្មយតាបច្ឆាតោះអញ្ចឹងថ្ងៃហ្នឹងយើងរៀនចេតសិកទី1ឈ្មោះថាផាសៈយើងដឹងផាសៈសម្ផស្សនេះប៉ះខ្ទប់ណាបងផាសៈប៉ះខ្ទប់ទៀនខ្ញុំសាក់យកដៃប៉ះក្បាលជង្គង់ដៃប៉ះតុកមានសភាពប៉ះខ្ទប់មួយហ៎មានណាទុននៃរឹងសភាពអត់ទេសភាពប៉ះខ្ទប់តែហ្មងប្រជាតសឹកដែលដើរទុននាទីប៉ះខ្ទប់ហ្នឹងណាមានផាសៈមានអញ្ចឹងផាសៈមានអត្ថថាប៉ះខ្ទប់គឺប៉ះខ្ទប់នឹងអារម្មណ៍ប៉ះខ្ទប់នឹងអារម្មណ៍លោកប្រែថាម៉េចផាសៈទោះបីជានាមធម៌ក៏មានសភាពប៉ះខ្ទប់ដែរដោយតើទៅនឹងភ្នែកឃើញរូបភ្នែកប៉ះនឹងរូបហ្នឹងបងណាប៉ះនឹងរូបដោយសារអីផាសៈនឹងឯងធ្វើឲ្យប៉ះនឹងរូបអញ្ចឹងហ៎បងចង់និយាយថាចិត្តទទួលយកអារម្មណ៍បានប៉ះខ្ទប់នឹងអារម្មណ៍បានតើតើមានអីមានផាសៈអត់ផាសៈអត់បានទេគុណចេះផាសៈមានន័យដូចមិនដែរគុណចឹងប៉ះខ្ទប់ហ្នឹងជាសភាពជាធម៌មួយដែលដើរតួនាទីកិច្ចប៉ះខ្ទប់ខ្ញុំគិតបើតើទៅនឹងការលឺសំឡេងចាសួរថាបើសិនបើមានតែតិចមានតែសំឡេងវាអត់មានចរន្តឲ្យប៉ះខ្ទប់នឹងទេតើលឺសំឡេងបានទេលឺទេអត់លឺទេបងខ្ញុំមើលតិចអ្នកស្លាប់អីយ៉ាងទៅបើកមីក្រូអីលឺពួកគាត់លឺបានអត់អត់ទេអត់បានទេព្រោះទូនាទីលឺគឺទូនាទីរបស់ចិត្តតែសួរថាចិត្តនេះបើសិនបើភាសាអត់ធ្វើកិច្ចប៉ះខ្ទប់ដើម្បីឲ្យទទួលគ្នាបានទេតែចិត្តដឹងអារម្មណ៍បានអត់បានទេចឹងណាបងចឹងបាននិយាយថាភាសាធ្វើឲ្យប៉ះខ្ទប់ដូចលឺសំឡេងចឹងបងលឺសំឡេងមានធម៌មួយយ៉ាងធ្វើឲ្យសំឡេងហើយនឹងទៅជាប៉ះខ្ទប់គ្នាធម៌ហ្នឹងគឺអីបងភាសាតួភាសានឹងប៉ះខ្ទប់ផងតួនាទីទី2វាគឺធ្វើឲ្យប៉ះខ្ទប់ណាដូចថាមួយយ៉ាងទៀតមានវចនដ្ឋជាករណសាធនៈថាម៉េចផសតិអេតេណតិភាសាប្រែថាឈ្មោះថាភាសាព្រោះជាហេតុឲ្យប៉ះខ្ទប់ជាហេតុឲ្យសម្បយុត្តធម៌មានចិត្តជាដើមនឹងប៉ះខ្ទប់នឹងអារម្មណ៍កើតទៅក្នុងអារម្មណ៍ឃើញទេបងច្បាស់ហ៎អញ្ចឹងសម្បយុត្តធម៌កើតជាមួយគ្នាដែលកើតទៅក្នុងអារម្មណ៍បានដូចជាប៉ះខ្ទប់នឹងអារម្មណ៍តតែមានភាសានៅក្នុងបរិយាយវលិនតបញ្ហាលោកលើថាម៉េចអារម្មណ៍មានរូបជាដើមប៉ះខ្ទប់នឹងចក្ខុមានចក្ខុវត្ថុជាដើមអញ្ចឹងអារម្មណ៍ហើយនឹងប្រសាទនឹងប៉ះខ្ទប់គ្នាដោយសារអីភាសាលោកលើកប្រៀបទៅនឹងសត្វពពែ2ក្បាលបងមានពពែ2ក្បាលចូលគ្នាអញ្ចឹងពពែ2ក្បាលប្រៀបដូចអីបងឲ្យឃើញថាពពែទី1គឺជាចិត្តដែលដឹងអារម្មណ៍ពពែទី1ពពែទី2ដូចជាសត្វពពែតែសួរថាពពែទាំងពីរហ្នឹងដែលចូលគ្នាបានលោកចង់បញ្ជាក់ទៅលើអីបងពេលទី1ពេលទី2ហ្នឹង
ដូចអត់យល់នោះចាស់គ្រូ ឥឡូវឧបមាទេបើមិនមែនទាំងសេចក្តីពិតទេមានគោទី1អត់មានប្រពែទី1ប្រពែទី2ប្រពែហ្នឹងចូលគ្នាបានទេ ចូលគ្នាបានទេ បាទ យល់បាន អញ្ចឹងយើងដូរពីប្រពែយើងដាក់ចិត្តម្ដងឥឡូវមានចិត្តចឹងណាបើតែចិត្តដឹងអារម្មណ៍ទេចិត្តត្រូវដឹងអារម្មណ៍អញ្ចឹងចិត្តដូចជាប្រពែទី1អារម្មណ៍ដូចជាប្រពែទី2តែប្រពែទាំងពីរហ្នឹងចូលគ្នាគឺទូនាទីការចូលមួយទៀតអញ្ចឹងចិត្តហើយនឹងអារម្មណ៍ដែលប៉ះខ្ទប់គ្នាតើតើមានធម៌មួយដែលដើរទូនាទីប៉ះខ្ទប់ធម៌ហ្នឹងគឺអី ផាស មួយទៀតប្រធេរៈលោកប្រៀបធៀបទៅជាបាតដៃបើបាតដៃទាំងពីរខាងដែលចាប់គ្នាបាតដៃទី1ដូចជាប្រពែមួយទៅអូបាតដៃទី1ដូចជាចិត្តនឹងទៅបាតដៃទី2ដូចជាអារម្មណ៍តែចិត្តហើយនឹងអារម្មណ៍នេះមានការចាប់គ្នាប៉ះគ្នាហ៎ប៉ះគ្នា ប៉ះ ទៀង អូប៉ះហ្នឹងអាកិច្ចដែលប៉ះហ្នឹងគឺជាភាសាហ្នឹងឯងបង ណាទៀង ហើយមួយទៀតព្រះអង្គសម្ដែងដែរនេះតែលើចាំតថ្ងៃក្រោយទៅបងនិយាយប៉ុណ្ណឹងបាន អស់ម៉ោងទៀតឲ្យលឿនណាស់លោកចាស់គ្រូមួយផ្លែត ដល់មកហើយពេលហ្នឹងចូលរៀងយឺតទៀតហ៎បងហើយរៀងអាឡូខ្លះទៀត រៀនមួយម៉ោងមួយផ្លែតផ្លែត តោះចឹងចម្រើនពរញាតិញោមរៀនហើយយើងកុំភ្លេចយកទៅអប់រំចិត្តពិចារណាថាការពិតត្រឹមតែជាចិត្តត្រឹមតែជាភាសាអញ្ចឹងមែនឬក៏អីណោះចាពិចារណាមើលបងអរគុណទៅទាំងអស់គ្នាតើឯណាដែលខ្ញុំពិចារណាធ្វើឲ្យក្លែងផ្លត់ហើយក្នុងពុទ្ធធម៌ប្រសាជាម្ចាស់សូមព្រះពុទ្ធធម៌ប្រសាជាម្ចាស់អត់នៅតោនោះដល់ខ្ញុំព្រះការរត់នៅបានពលលាញាតិញោម បានធុកសូមអរគុណ សូមស្វែងមកគុំលៀប ខ្ញុំប្រកាសណាសូមនមស្ការថ្វាយបង្គំលានិងជំរាបលាញាតិពធទាំងអស់ក្នុងសូមនមស្ការលាសូមជម្រាប នមស្ការលាលោកចាគ្រូនិងជំរាបលាញាតិពធរបស់អស់គ្នាផងដែរ ចម្ងាយ ដែលអរគុណលោកចាស់គ្រូគណៈថ្វាយគុំលាញាតិពធទាំងអស់គ្នា trong chăm sóc cho ban sau tất cả này